សូមជម្រាបសួរនាងខ្ញុំហួសញីយ៉ាន់ធូរស់នៅភូមិកន្លង់ឃុំស្ដេចគុំខាងជើងស្រុកបន្ទាយមាសខេត្តកំពតសប្តាហ៍ថ្ងៃមានកូន2នាក់នៅក្នុងបន្ទុកកូនប្រុសស្បងនៅភ្នំពេញរៀនផងធ្វើការផងកូនស្រីនៅជាមួយរៀននៅអនុវិទ្យាល័យទូកមាសហើយចំណែកនាងខ្ញុំនៅផ្ទះមុខប្រកបមុខរបរលក់ចាប់ហួយនៅផ្ទះនៅមុខសាលារៀនពេលដែលប្តីខ្ញុំស្លាប់គាត់ឡើងរៀបអីវ៉ាន់ពីអ្នកខ្ញុំម៉ោង5ភ្លឺហ្នឹងគាត់ជូនអីវ៉ាន់ចេញពីក្នុងផ្ទះមករៀបនៅមុខផ្ទះហ្នឹងក៏រៀបជូនចុះជូនឡើងពីអ្នកប្តីប៉ុណ្ណឹងហើយគាត់ក៏ដើរទៅក្រោយទៅគាត់ល្អិលជើងដួលហើយខ្ញុំក៏ទម្លាក់អីវ៉ាន់ចោលទៅមើលគាត់ក៏ឃើញឈាមជោគពេញទាំងអស់មិនដឹងត្រូវថងណាដល់ហើយក៏លើកអត់រួចហៅញាតិសង្ឃខាងជួយដល់លើកខ្ញុំដាក់លើរៀនទៅបានទេហៅកូនឲ្យជូនទៅពេទ្យហើយដល់ហើយម៉ូតូដឹកអត់កើតឡើយញ៉ាទេរឡានរកង់3អីគេនិយាយចុះនិយាយឡើងគាត់ក៏បានផុតនៅលើរៀនក្នុងផ្ទះហ្នឹងអត់តាន់បានយកទៅពេទ្យផងហើយក៏ឈាមពេញទាំងអស់បន្ទាប់ពីធ្វើបុណ្យរួចរាល់ពីបុណ្យស្លាប់និងបុណ្យវេ7ថ្ងៃហើយខ្ញុំក៏បានតាក់ទងទៅលោកគ្រូ CO ប្រាប់លេខធានារ៉ាប់រងមកឲ្យខ្ញុំហើយខ្ញុំក៏បានលេខហ្នឹងទេទៅប្រាប់ធានារ៉ាប់រងហ្នឹងវិញចាខ្ញុំបានទេទៅធានារ៉ាប់រងហ្នឹងក៏បានទេប្រាប់ខ្ញុំឲ្យរៀបចំឯកសារជូនគាត់បានមួយអាទិត្យក្រោយមកលោកគ្រូធានារ៉ាប់រងហ្នឹងក៏បានទេមកខ្ញុំថាឲ្យខ្ញុំហ្នឹងទៅផ្តិតមេដាយទទួលសំណងនៅសាខា LOLC ពេលខ្ញុំទៅផ្តិតមេដាយទទួលសំណងហ្នឹងអ្នកគ្រូក៏បាននិយាយប្រាប់ពីសំណងហ្នឹងហើយក៏គាត់ខ្វែងជីចោលហើយក៏គាត់ទូតាត់ឲ្យខ្ញុំនៅសល់បាន1,262,700មកវិញចាសប្តាហ៍ថ្ងៃបើខ្ញុំអត់មានធានារ៉ាប់រងជួយទេខ្ញុំពិតជាយ៉ាប់ខ្លាំងណាស់ព្រោះខ្ញុំតែម្នាក់ឯងដើម្បីរកឲ្យកូនរៀនផងរកសងធានាគេផងបើមិនបានសរ៉ែនឌីធានារ៉ាប់រងនឹងជួយទេខ្ញុំពិតជាយ៉ាប់ខ្លាំងណាស់ចាពិតជាអរគុណដល់ធានារ៉ាប់រងខ្លាំងណាស់ព្រោះអីពិតប្រកបមែនខ្ញុំប្តីខ្ញុំស្លាប់បានសងពិតប្រកបមែនអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាជួយទិញធានារ៉ាប់រងពីក្រុមហ៊ុនសរ៉ែនឌីដូចខ្ញុំអញ្ចឹង